ជំពូក30เป็นទីមនុស្សឃ្លួង10ញាក់ព្រះយេស៊ូវបានយាងទៅក្រុងតូចមួយជាកន្លែងដែលទ្រង់បានឃើញមនុស្សឃ្លួង10ញាក់មនុស្សឃ្លួងជាមនុស្សដែលមានជំងឺរបស់ពួកគេធ្វើឲ្យពួកគេឈឺចាប់ពេញរាងកាយគ្រូពេទ្យមិនអាចព្យាបាលមនុស្សឃ្លួងទាំងនោះឲ្យបានជាទេមនុស្សទាំងឡាយមិនហ៊ានចូលទៅក្បែរពួកគេឡើយពួកគេមិនចង់ឆ្លងជំងឺនោះទេមនុស្សឃ្លួងទាំងនោះបានទូលអង្វរព្រះយេស៊ូវប្រាប់ពួកគេឲ្យបានជាពួកគេបានដឹងថាទ្រង់អាចដកយកភាពឈឺចាប់ចេញពីពួកគេបានព្រះយេស៊ូវសប្តិឲ្យពួកគេបានជាទ្រង់មានបន្ទូលប្រាប់ពួកគេឲ្យទៅបង្ហាញខ្លួនដល់ពួកសង្ឃនៅតាមផ្លូវទៅជួបពួកសង្ឃមនុស្សឃ្លួងទាំង10នាក់បានជាសះស្បើយភាពឈឺចាប់របស់ពួកគេក៏បានរលាយបាត់អស់ទៅមនុស្សឃ្លួងម្នាក់ក្នុងចំណោម10នាក់បានដឹងថាព្រះយេស៊ូវបានប្រោសពួកគេឲ្យជាគាត់ក៏ត្រឡប់មកវិញដើម្បីថ្លែងអំណរគុណទ្រង់ព្រះយេស៊ូវមានបន្ទូលសួរថាតើមនុស្សឃ្លួង9នាក់ទៀតនៅឯណាពួកគេពុំបានមកវិញទេព្រះយេស៊ូវមានបន្ទូលប្រាប់មនុស្សឃ្លួងដែលបានមកថ្លែងអំណរគុណទ្រង់ថាសេចក្តីជំនឿរបស់គាត់បានធ្វើឲ្យគាត់ជាហើយជំពូក38ពួកផារីស៊ីនិងពួកអ្នកយកពន្ធថ្ងៃមួយព្រះអង្គសង្គ្រោះបានមានបន្ទូលជាមួយមនុស្សមួយចំនួនដែលគិតថាខ្លួនគេសុចរិតជាងមនុស្សដទៃព្រះយេស៊ូវមានបន្ទូលប្រាប់រឿងមួយដល់ពួកគេមានបុរសពីរនាក់បានទៅព្រះវិហារបរិសុទ្ធដើម្បីអធិដ្ឋានម្នាក់គឺជាពួកផារីស៊ីម្នាក់ទៀតគឺជាអ្នកយកពន្ធជាអ្នកដែលប្រមូលពន្ធប្រជាជនមិនចូលចិត្តអ្នកប្រមូលពន្ធឡើយពួកគេបានគិតថាអ្នកប្រមូលពន្ធមិនមែនជាមនុស្សស្មោះត្រង់នោះទេពួកផារីស៊ីបានឈរនៅមុខគេឯងដើម្បីអធិដ្ឋានគាត់បានថ្លែងអំណរគុណព្រះដែលបានធ្វើឲ្យពួកគេបានល្អជាងមនុស្សដទៃគាត់បានទូលថាគាត់អធិដ្ឋាន2ដងរាល់សប្តាហ៍ហើយបានថ្វាយដង្វាយ1ភាគក្នុង10របស់គាត់រីឯអ្នកយកពន្ធបានឈរតែឯងឱនក្បាលរបស់គាត់អធិដ្ឋានថាអោព្រះអង្គអើយសូមទ្រង់មេត្តាអត់ទោសដល់ទូបង្គំដែលជាអ្នកមានបាបផងពួកផារីស៊ីបានគិតថាគាត់ល្អឥតខ្ចោះហើយមិនត្រូវការជំនួយពីព្រះទេប៉ុន្តែអ្នកយកពន្ធវិញបានដឹងថាគាត់មិនល្អឥតខ្ចោះនោះទេទើបគាត់ត្រូវការជំនួយពីព្រះគាត់បានចិត្តរៀបសារហើយបានទូលអង្វរព្រះឲ្យអត់ទោសដល់គាត់ព្រះយេស៊ូវមានបន្ទូលថាមនុស្សទាំងឡាយគួរតែប្រព្រឹត្តឲ្យដូចអ្នកយកពន្ធនោះពួកគេមិនគួរគិតថាខ្លួនគេប្រសើរជាងមនុស្សដទៃឡើយពួកគេគួរតែប្រែចិត្តពីអំពើបាបរបស់ខ្លួនហើយទូលសូមការអភ័យទោសពីព្រះជំពូក34ព្រះយេស៊ូវព្យាបាលបុរសងងឹតភ្នែកថ្ងៃមួយព្រះយេស៊ូវកំពុងយាងជាមួយពួកសិស្សរបស់ទ្រង់និងពួកគេបានឃើញបុរសម្នាក់ពិការភ្នែកពីកំណើតពួកសិស្សបានទូលសួរថាតើបុរសនេះពិការភ្នែកដោយសារតែគាត់បានប្រព្រឹត្តបាបឬដោយសារតែឪពុកម្ដាយគាត់បានប្រព្រឹត្តបាបព្រះអង្គសង្គ្រោះបានមានបន្ទូលថាមិនមែនដោយព្រោះអ្នកនេះឬឪពុកម្ដាយគាត់បានប្រព្រឹត្តបាបនោះទេបុរសនេះពិការភ្នែកគឺដើម្បីឲ្យព្រះយេស៊ូវអាចព្យាបាលគាត់ហើយបង្ហាញមនុស្សទាំងឡាយឲ្យឃើញព្រះចេស្តារបស់ព្រះយេស៊ូវបានយកដីឥដ្ឋទ្រង់បានលាបដីឥដ្ឋនោះទៅលើភ្នែករបស់បុរសនោះព្រះយេស៊ូវមានបន្ទូលប្រាប់បុរសនោះឲ្យទៅលាងភ្នែកគាត់ចេញមិនយូរប៉ុន្មានបន្ទាប់ពីបុរសនោះបានលាងដីចេញពីភ្នែកគាត់នោះគាត់អាចមើលឃើញនៅពេលអ្នកជិតខាងរបស់គាត់បានឃើញគាត់ពួកគេពុំប្រកាសថាតើនោះគឺជាគាត់ឬអត់នោះទេគាត់បានប្រាប់ពួកគេថាព្រះយេស៊ូវបានព្យាបាលគាត់អ្នកជិតខាងបានយកបុរសនោះទៅជួបពួកផារីស៊ីបុរសនោះបានប្រាប់ពួកផារីស៊ីថាព្រះយេស៊ូវបានព្យាបាលគាត់ពួកផារីសីខ្លះបានគិតថាព្រះយេស៊ូវច្បាស់ជាបុរសសុចរិតហើយខ្លះទៀតបានគិតថាទ្រង់គឺជាអ្នកមានបាបនៅពេលបុរសនោះប្រាប់ថាព្រះយេស៊ូវគឺជាបុរសសុចរិតម្នាក់នោះពួកផារីសីខ្លះបានខឹងរួចបានបណ្ដេញគាត់ចេញទៅព្រះយេស៊ូវបានជួបនឹងបុរសនោះទ្រង់មានបន្ទូលសួរបុរសនោះថាតើគាត់ជឿលើព្រះរាជបុត្រានៃព្រះឬទេបុរសនោះទូលសួរថាត
តើព្រះរាជបុត្រានៃព្រះគឺជានរណាព្រះយេស៊ូវបានបន្ទូលថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះហើយបុរសនោះក៏បានក្រាបថ្វាយបង្គំទ្រង់ជំពូក40គង្វាលល្អគង្វាលល្អមើលថែភូមិជីមគាត់ជួយពូកវាឲ្យស្វែងរកអាហារនិងទឹកគាត់ពុំទុកឲ្យវាឈឺឬវង្វេងបាត់ឡើយគាត់ស្គាល់ហើយស្រឡាញ់ពួកវាព្រមទាំងលះបង់ជីវិតដើម្បីជួយសង្គ្រោះពួកវាផងព្រះយេស៊ូវគ្រីស្ទបានចាត់ទុកខ្លួនទ្រង់ថាជាគង្វាលល្អទ្រង់គឺជាគង្វាលរបស់យើងគឺជាជាមរបស់ទ្រង់ស្រឡាញ់យើងទ្រង់ជួយយើងឲ្យរៀនសេចក្តីពិតទ្រង់ត្រាស់បង្រៀនយើងអំពីរបៀបរស់នៅដើម្បីយើងអាចត្រឡប់ទៅឯព្រះវរបិតាសួគ៌វិញទ្រង់បានលះបង់ព្រះជន្មទ្រង់ដើម្បីយើងព្រះអង្គសង្គ្រោះបានមានបន្ទូលប្រាប់ប្រជាជននៅក្រុងយេរូសាឡិមថាទ្រង់មានជាមមួយផងទៀតទ្រង់មានបន្ទូលថាទ្រង់នឹងយាងទៅជួបផងជាមមួយផងទៀតនោះប្រជាជនពុំយល់សេចក្តីនេះទេបន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញទ្រង់បានយាងទៅជួបជាមទ្រង់មួយហ្វូងទៀតនៅទ្វីបអាមេរិកព្រះគម្ពីរម៉ូរម៉ុនប្រាប់យើងអំពីការយាងទៅជួបនោះព្រះយេស៊ូវបានគង់នៅទីនោះជាច្រើនថ្ងៃដោយប្រោសព្យាបាលអ្នកឈឺនិងប្រសិទ្ធពរដល់មនុស្សទាំងឡាយទ្រង់បានប្រទានបព្វជិតភាពដល់ពួកគេហើយបានរៀបចំសាសនាចក្រទ្រង់ឡើងនៅទីនោះព្រះយេស៊ូវបានត្រាស់បង្រៀនអំពីសេចក្តីដូចគ្នាទៅដល់ប្រជាជននៅទីនោះថាទ្រង់បានបង្រៀនប្រជាជននៅឯក្រុងយេរូសាឡិមជំពូក41ព្រះយេស៊ូវប្រទានពរកុមារតូចៗព្រះយេស៊ូវបានយាងទៅក្រុងយេរូសាឡិមនៅតាមផ្លូវមានមនុស្សខ្លះចង់ឲ្យព្រះយេស៊ូវប្រសិទ្ធពរដល់កូនតូចៗរបស់ពួកគេសិស្សទាំងឡាយរបស់ព្រះយេស៊ូវបានប្រាប់ដល់មនុស្សទាំងនោះថាកុំឲ្យរំខានព្រះយេស៊ូវឡើយប៉ុន្តែព្រះយេស៊ូវស្រឡាញ់កុមារតូចៗទ្រង់បានមានបន្ទូលប្រាប់ពួកសិស្សឲ្យយកកុមារតូចៗទាំងនោះមកជួបទ្រង់ព្រះយេស៊ូវក៏មានបន្ទូលដែរថាពួកគេគួរតែធ្វើដូចជាកុមារតូចៗដែរទើបពួកគេអាចរួមនៅជាមួយព្រះនៅឯស្ថានសួគ៌